សូមជឿនរឿងអន្លង់ស្នេហ៍វវីវគ្គ5ភេទទី29អ្នកនាងលីអ៊ីនកើតអីឬអត់នឹងមកស្លេកដល់ហើយដេនីលដើរចូលមកសួរដោយក្តីបារម្ភនិងប្លែកចិត្តព្រោះនាងចូលទៅក្នុងហាងលក់ខោអាវឡើងយូរតែបែរជាចេញមកដៃតតៃអង្គរះកំឡោះឆ្ងោកមើលចូលទៅក្នុងហាងក្រែងលោមានបុគ្គលិកជួយកាន់ថង់ខោអាវចេញមកតាមក្រោយតែបែរជាមិនឃើញអ្នកណាដេនីលសំឡេងហៅធ្ងន់ធ្ងររបស់ចៅហ្វាយស្រីធ្វើឲ្យម្ចាស់ឈ្មោះងាកមកមើលតែតែសង្កេតឃើញពេលនេះឯងថាមានអ្វីម្យ៉ាងខុសធម្មតាមានរឿងអីកើតឡើងក្នុងហាងមេនតេបាតតែរកលោកខៀនឲ្យខ្ញុំបន្តិចខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយកែឥឡូវនេះលីអ៊ីនបញ្ជាក់សំឡេងដាច់ខាតមុននឹងដើរទៅរកកន្លែងអង្គុយក្នុងបរិវេណ lobby របស់សន្តាគារបាទដេនីលប្រញាប់ឆ្លើយបន្ទាប់មកក៏លុកយកទូរស័ព្ទពីហៅប៉ៅអាវក្រសេចុចរកចៅហ្វាយតាមបញ្ជាខណៈដើរតាមចៅហ្វាយស្រីជាប់មិនយូរប៉ុន្មានខៀនក៏ទទួលទូរស័ព្ទមានកាយដេនីលចៅហ្វាយអ្នកនាងលីអ៊ីនមានរឿងអីលីអ៊ីនកើតអីគ្រាន់តែលើឈ្មោះភរិយាខៀនក៏សម្លេងមុំហើយដេនីលមិនតន់ឆ្លើយសំណួរផងលីអ៊ីនក៏ឆក់យកទូរស័ព្ទពីដៃដេនីលខៀនលីអ៊ីនហៅឈ្មោះកែសម្លេងខ្លាំងហើយម្ចាស់ឈ្មោះក៏ពេញចិត្តយ៉ាងខ្លាំងដែលនាងហៅឈ្មោះកែយ៉ាងស្និទ្ធស្នាលបែបនេះតត្រឹមតែក្នុងពេលភ្លេចខ្លួនក៏ដោយតែពេលនេះមិនមែនជាពេលវេលាដែលរវល់តែសប្បាយចិត្តហានីមានកាយកើតអីមែនទេសំឡេងនាងស្ដាប់ទៅដូចមិនសូវល្អទេខៀនសួរសំឡេងញ័រប្រហូតអណ្ដាតស្ទើរតែចំពាក់គ្នាព្រោះក្តីបារម្ភមិនដឹងថាខ្លួនឯងខ្លាចជាមនុស្សគិតច្រើនតាំងពីពេលណាដែលគិតថាមានរឿងមិនល្អកើតឡើងលើលីអ៊ីនគ្រប់ពេលវេលាខ្ញុំជួបមនុស្សស្រីម្នាក់នៅសន្តាគារនាងឈ្មោះភ័យតាំងហើយនាងប្រាប់ខ្ញុំថានាងជាស្រីរបស់លោកប្រាប់ថានាងនិងលោកមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយគ្នាយូរហើយនាងដឹងថាយើងមកធ្វើអ្វីនៅទីនេះដឹងសម្បីតែខ្ញុំស្នាក់នៅបន្ទប់ណាហើយនាងក៏ប្រាប់ខ្ញុំថាលោកជាអ្នកណាត់ឲ្យនាងមកទីនេះថែមទាំងក៏បន្ទប់ VIP ដែលល្អបំផុតឲ្យនាងនៅដាច់គ្មានកំណត់ទៀតផងនេះជារឿងប៉ັດដែរទេរឿងរ៉ាវទាំងអស់ដែលមកព្រមជាមួយសំណួរជាច្រើនដែលភរិយានិយាយមកធ្វើឲ្យខៀននៅស្ងៀមថ្មឹងកែមិនបានភ្ញាក់ផ្អើលឬតក់ស្លុតជាមួយហេតុការណ៍ដែលកើតឡើងទេតែកំពុងប្លែកចិត្តជាមួយសំឡេងរបស់លីអ៊ីនច្រើនជាងឆ្លើយប្រាប់ខ្ញុំមកខៀននាងបញ្ជាក់ចង់ខ្សែម្ខាងទៀតឃើញកែនៅស្ងៀមក៏មានអារម្មណ៍មិនស្រួលហើយពេលនេះនាងខ្លាចចម្លែករបស់កែដល់ហើយមិនប៉ិតទេខៀនបញ្ជាក់ដោយសំឡេងប្រកបប្រជាតែមិនដឹងថាលីអ៊ីនជឿឬអត់ពេលនេះកំហឹងដែលគេមានវាមិនបានច្រើនជាងក្តីបារម្ភដែលមានចំពោះភរិយាទេហើយចោលរឿងនោះលីអ៊ីនកំពុងចង់សួរបន្តរឿងយកកូនចាញ់
តែអាការៈដកដង្ហើមមិនដល់គ្នាកំពុងធ្វើទុកយ៉ាងខ្លាំងពេលគិតដល់សម្ដីរបស់ភ័យតាំងទាំងដែលនាងមិនបានមានកូនផងតែហេតុអីសម្ដីនោះវាស្ដាប់ទៅគួរឲ្យខ្លាចដល់ថ្នាក់នេះអ្នកនាងប្រហែលជាមិនដឹងទេថាមនុស្សប្រុសម្នាក់នេះស្អប់ក្មេងខ្លាំងណាស់ហើយគេក៏ធ្លាប់ឲ្យខ្ញុំយកកូនចេញម្ដងរួចមកហើយក៏តថាគេចង់ឲ្យកូនរបស់នាងកើតចេញមកហានីនាងកើតអីព្រោះភាពស្ងាត់របស់ភរិយាធ្វើឲ្យខៀនចាប់ផ្ដើមមិនស្រួលចិត្តធ្វើអ្វីមិនត្រូវខ្ញុំមិនដឹងទេមិនមែនទេខ្ញុំដឹងហើយលីអ៊ីននិយាយត្រឡប់ចោលត្រឡប់ឡើងស្ទើរតែស្ដាប់មិនយល់ខ្ញុំគិតថាពេលនេះខ្ញុំកំពុងខឹងខ្លាំងតែខ្ញុំមិនដឹងថាខ្ញុំខឹងអ្នកណាឲ្យប្រកាសព្រះអើយខៀនខ្ញុំកំពុងញ័រលីអ៊ីនដកដង្ហើមហប់ញាប់តែអ្នកដែលចិត្តដាច់ខ្សោតស្លាប់គឺដេនីលព្រមមិនដឹងថាអាការៈដែលនាងមាននៅពេលនេះជាអ្វីឲ្យប្រកាសដែលមិនដែលឃើញលីអ៊ីនបែបនេះពីមុនមកទេហើយអ្នកដែលកំពុងចិត្តស្លាប់ម្នាក់ទៀតគឺខៀនឈ្គត់មែនត្រូវតបតល់ជាមួយស្ថានភាពបែបនេះយ៉ាងម៉េចទៅហានីស្ដាប់ណាដកដង្ហើមវិញមួយនាងកំពុងខឹងឡើងញាស់ខ្លួនមែនទេចាត្រូវហើយលីអ៊ីនតបសំឡេងហោបបន្ទាប់មកក៏ព្យាយាមធ្វើតាមការណែនាំរបស់ស្វាមីតែទឹកមុខរបស់នាងបែរជាកាន់តែយ៉ាប់យ៉ឺនលើសដើមពេលវេលាកន្លងទៅជាង1នាទីលីអ៊ីនក៏និយាយឡើងខៀនខ្ញុំដកដង្ហើមវិញហើយតែវាមិនបានថោទេឈ្គត់បំផុតពេលនេះខ្ញុំចង់ដល់មនុស្សម្នាក់ខ្ញុំនឹងប្រញាប់តើឲ្យនាងដល់ចិត្តត្រជាក់ណាហានីគ្មានអ្វីទេនាងត្រូវជឿចិត្តខ្ញុំទុកចិត្តខ្ញុំពេលនេះនាងជាភរិយារបស់ខ្ញុំមនុស្សស្រីគ្រប់គ្នាឆ្លងកាត់ចូលមកក្នុងជីវិតខ្ញុំគឺជាអតីតតែនាងជាអនាគតនិងជាគ្រប់យ៉ាងរបស់ខ្ញុំចាំទុកណាខៀនលីអ៊ីនលើកដៃក្តោបដើមទ្រូងខាងឆ្វេងណែនដែលគេនិយាយមកអំបញ្ញមិញនាងមិនបានយល់សប្តិតែមែនទេបាទជួយនិយាយអ្វីម្យ៉ាងឲ្យខ្ញុំមានអារម្មណ៍ធូរបន្តិចបានទេខ្ញុំស្រឡាញ់នាងពេលលើសម្ដីប្រកាសប្រជារបស់ចុងខ្សែម្ខាងទៀតលីអ៊ីនក៏តន់ចង្គង់ហើយរៀងស្ដើងស្ទើរតែអង្គុយចុះទៅលើកៅអីតាមទូរស័ព្ទដៃជ្រុះពីដៃទៅហើយសំណាងល្អដែលដេនីលចូលមកជួយក្រៀតតនតែនាងសន្លប់បាត់ទៅហើយឈ្គត់មែនសំណាងល្អហើយដែលជាឯងដេនីលបាយជាប្រុសផ្សេងបីប្រពន្ធខ្ញុំឡើងបន្ទប់ខ្ញុំប្រហែលបានទៅកាត់ដៃរបស់វាមិនខានទេខៀនលោឡាសំលេងខ្លាំងហេតុការដែលកើតឡើងធ្វើឲ្យខៀនស្ទើរតែឈ្គត់ស្លាប់លើបែបនោះដេនីលក៏លេបទឹកមាត់ក្អឺតែក៏ធូរចិត្តដែលចវាយស្រីមិនបានកាត់អីធ្ងន់ធ្ងរគ្រាន់តែខ្យល់កព្រោះបណ្ឌៀងកាត់អ្វីធ្ងន់ធ្ងរកែច្បាស់ជាត្រូវចវាយសម្លាប់ចោលមិនខានហើយចវាយកាត់ចាប់ការអ្នកនាងភេតាយ៉ាងម៉េចដែររេណនសួរតើខៀនងាកទៅមើលបន្ទប់ដែលបើកទ្វេចោល
គេខំថ្មិញលើសោក្រឹតពេលកាត់ដល់រឿងដែលអតីតស្រីកំដររបស់គេឡើងទៅមកគេក្រមើតែក្រសែភ្នែកដែលមើលរៀងស្ដឹងនៅលើក្រែបែរជាពេញដោយក្តីបារម្ភខ្ញុំមិនដែលគិតទេថាស្រីម្នាក់នោះហ៊ានមករកកន្លែងស្លាប់ដល់កន្លែងបែបនេះខៀននិយាយសំឡេងត្រជាក់គួរឲ្យខ្លាចរ៉េណននិងដេនីលឃើញហើយក៏មានអារម្មណ៍ព្រឺឆ្អឹងខ្នងចំណោះភ័យតាំងសំឡេងផ្ញើសារពីទូរស័ព្ទដៃរបស់រ៉េណនបន្លឺឡើងហើយគេក៏លើកមកចុចបើកអានដោយមិនបង្អង់ជើងមនុស្សរបស់យើងរាយការណ៍មកថាអ្នកសើបអស់នោះធ្វើការឲ្យអ្នកនាងភ័យតាំងប៉ាត់មែនចាវាយរ៉េណនងើយមកឡើងមើលចាវាយហើយងាកទៅមើលដេនីលដែលពេលនេះកំពុងធ្វើមកកាត់ទៅវិញម្យ៉ាងដែលរឹកពីសង្ស័យហើយរ៉េណនមិនតាន់បានសួរអ្វីផងដេនីលក៏និយាយឡើងមុនយើងចាញ់ពីសន្តាគារនេះលតេចាវាយអ្នកនាងភ័យតានឹងមិនសាំងបញ្ហាឲ្យច្រើនជាងនេះរឿងសន្តាគារខ្ញុំធ្វើមិនខានទេដេនីលតែនៅមិនមែនពេលនេះទេឲ្យមនុស្សរបស់យើងខ្លំមើលពន្ធអ្នកសឹបអនុឲ្យជាប់តែកំតានអាលធ្វើអីធ្ងន់ធ្ងរបណ្ដោយឲ្យវាភ្លេចខ្លួនសិនទៅសំយើងគៀងកណ្ដោឲ្យចប់អន្ទាក់ពេលក្រោយគៀងកណ្ដោឲ្យចប់អន្ទាក់អចវាយត្រូវហើយនៅជាហ្គេមធម្មតាសម្រាប់មនុស្សទូទៅតែសម្រាប់ពួកអននេះត្រូវតែគៀងចូលដណ្ដៅហើយកប់វាឲ្យស្លាប់ទាំងរស់យល់ហើយឬនៅយល់ហើយចាវាយរ៉េណនឆ្លើយយ៉ាងលឿនមុននឹងបញ្ចេញយោបល់មិនគួរជឿសោះថាពើស្នេហ៍និងអធិពលនៃការប្រច័ណ្ឌរបស់អ្នកនាងភ័យតាំងកាចសាហាវគួរឲ្យខ្លាចដល់ថ្នាក់នេះរ៉េណនធ្វើមកព្រឹកព្រួចភ័យតាគ្មានសិទ្ធមកប្រច័ណ្ឌខ្ញុំទេព្រោះខ្ញុំនឹងនាងគ្មានស្អីជាប់ពាក់ព័ន្ធនឹងគ្នាទេមនុស្សស្រីតែម្នាក់ដែលមានសិទ្ធនោះគឺអ្នកដែលកំពុងកេងនៅក្នុងបន្ទប់នោះខេននិយាយសំឡេងមុំព្រមទាំងងាកទៅមើលបន្ទប់កេងហើយគេក៏ឧទានចេញមកយ៉ាងមួម៉ៅឈ្គត់មែនពេលណាទៅប្រពន្ធខ្ញុំដឹងខ្លួនទៅហើយសំឡេងនោះក៏ធ្វើឲ្យអ្នកដែលកំពុងកេងភ្ញាក់ដឹងខ្លួនតែនាងធ្វើជាបិទភ្នែកបន្តថែមទាំងទាញភួយមកក្របដល់ក្បាលយឺតដោយមិនដឹងថាតង្វើដែលខ្លួនកំពុងធ្វើនោះនៅក្នុងក្រសែភ្នែករបស់ខៀនគ្រប់ពេលវេលាឲ្យខ្ញុំសំទោសចាវាយដែលបណ្ដោយឲ្យកើតរឿងបែបនេះលើអ្នកនាងលីអ៊ីនខ្ញុំខុសខ្លួនឯងដែលធ្វើតួនាទីមិនបានល្អដេនីលប្រាប់ទៅចាវាយដោយអារម្មណ៍ខុសខៀនងាកទៅមើលមកកូនចៅចំណិតហើយនិយាយសំឡេងស្មើវាមិនមែនជាកំហុសឯងទេដេនីលកុំបន្ទោសខ្លួនឯងអស់អីហើយពួកឯងទៅសម្រាប់ទៅអរគុណពួកឯងច្រើនដែលជួយធ្វើធរៈឲ្យជាច្រើនរឿងខៀនសរុបព្រោះពេលនេះមានរឿងផ្សេងគួរឲ្យចាប់អារម្មណ៍ជាងការនិយាយជាមួយកូនចៅដោយភាពព្រិចរាយនិងពេញចិត្តបំផុតចាវាយអញ្ចឹងពួកខ្ញុំទៅសិនហើយរ៉េណនជាអ្នកប្រាប់ចាវាយចំនួនមិននឹងអង្គរះទាំងពេញក្រោកឡើងធ្វើការគោរពហើយនាំគ្នាដើរចេញពីបន្ទប់ស្ងាត់ហានីចេញពីរន
អើយចេញពីភួយបានហើយខៀននិយាយសំឡេងអស់សំណើចមុននឹងដើរទៅអង្គុយលើក្រែក្បែរអ្នកដែលសំងំនៅក្នុងភួយឃើញហើយគេកាន់តែអស់សំណើចខៀនខ្ញុំមិនហ៊ានទៅខ្ញុំខ្មាស់លីអ៊ីនប៉ាដែលសែតហេតុអីក៏ត្រូវខ្មាស់ក្រាញ់ប្រាប់ថាចង់ដាល់មនុស្សម្នាក់នោះអីខៀនសួរសំឡេងតន់ផ្ទៃមុខសង្ហាពេញដោយស្នាមញញឹមកែចង់ដៃទៅទិញភួយព្រោះចង់និយាយគ្នាចង់ឃើញមកតែអ្នកនៅខាងក្នុងបែរជាសង្គ្រោះភួយជាប់នៅមានមកសួរទៀតខ្ញុំធ្វើរឿងកុយខ្មាស់ជាច្រើនរឿងលោកចង់សាច់ចំអកខ្ញុំមែនទេលេអ៊ីនសូសំលេងកញ្ឆក់នាងមិនបានខឹងកេទេតែកំពុងខឹងខ្លួនឯងដែលបណ្ដោយឲ្យអារម្មណ៍ខឹងបំផ្លាញការគ្រប់គ្រងគ្រប់យ៉ាងអត់ទេហានីខ្ញុំមិនដែលគិតចង់សាច់ចំអកឲ្យនាងប៉ិតមែនណាខៀនបញ្ជាក់តាមប៉ិតវាជាពាក្យកុហកព្រោះគេកំពុងអស់សំណើចនាងតែពេលនេះត្រូវលួងឲ្យភរិយាចាញ់ពីភួយសិនប៉ិតមែនណោលីអ៊ីនសូបញ្ជាក់នៅមិនតាន់ຕົកចិត្តបាទពេលលើពេលបញ្ជាក់ផ្ទៃមុខស្អាតក៏អើតចេញពីភួយបន្តិចម្ដងតែអើតចេញមកត្រឹមតែភ្នែកព្រោះនៅមានលក្ខខណ្ឌអញ្ចឹងយើងបំផ្លាច់រឿងដែលកាត់ឡើងណាបំផ្លិចមិនបានទេហានីព្រោះនាងចម្ពាក់ខ្ញុំចម្ពាក់អ្នកដែលទៅផ្តាត់ក្បិលចេញពីភួយឧទានលីអ៊ីនក្រោកឡើងអង្គុយមុននឹងផ្អៀងកមើលគេយ៉ាងសង្ស័យគេមិនមែនជាអ្នកនាំនាងឡើងមកលើបន្ទប់ទេហើយនាងចម្ពាក់គេរឿងអីខ្ញុំប្រាប់ថាស្រឡាញ់នាងតែនាងបែរជាចង់កិច្ចការទទួលខុសត្រូវដោយការខ្សរកបែបនេះតើហៅថាចម្ពាក់ដែរទេខៀនសួរសំឡេងស្មើតែអ្នកស្ដាប់បែរជាចំហមាត់ថ្លុងលីអ៊ីនព្រិចភ្នែកភ្លឺមើលស្វាមីខណៈគិតរំលឹកសម្ដីរបស់គេមួយសន្ទុះក៏សួរសំឡេងខ្ពស់តើតោះក៏ត្រូវពាក្យថាស្រឡាញ់លោកយកទ្រឹស្ដីអីមកនិយាយនឹងខៀនដឹងថានោះជាការបន្លប់អាការៈអៀនខ្មារបស់ភរិយាហើយគេជឿជាក់ថាគេមើលមិនខុសទេហើយពេលនេះក៏គួរតែដល់ពេលហើយដែលគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីឲ្យនាងជឿជាក់ទ្រឹស្ដីនេះខ្ញុំគិតខ្លួនឯងហើយក៏ប្រើជាមួយនាងតែម្នាក់គត់ព្រោះខ្ញុំមិនដែលប្រាប់ថាស្រឡាញ់ស្រីណាក្រៅពីម៉ាក់និងអ៊ំស្រីខ្ញុំទេខ្ញុំមិនដឹងទេថាប្រុសផ្សេងគេប្រាប់ថាស្រឡាញ់មនុស្សស្រីបែបណាតែសម្រាប់ខ្ញុំស្រឡាញ់គឺស្រឡាញ់បើខ្ញុំស្រឡាញ់នាងហើយគឺមានន័យថាខ្ញុំស្រឡាញ់នាងតែម្នាក់គត់និងរហូតទៅខៀនបញ្ជាក់ច្បាស់ទឹកមុខរបស់គេប្រកាសប្រជាគ្មានភាពលេងសើចទេធ្វើឲ្យលីអ៊ីនសួរគេម្ដងទៀតហើយខ្ញុំត្រូវទទួលខុសត្រូវបែបណាទៅគឺស្រឡាញ់ខ្ញុំវិញដល់ណាខៀនប្រាប់អ្នកស្ដាប់ចំហមាត់ថ្លុងម្ដងទៀតនាងត្រូវទទួលខុសត្រូវក្តីស្រឡាញ់របស់គេដោយការស្រឡាញ់គេវិញចងព្រះអើយ
នៃខៀនកាឡូស្តាំងកំពុងបញ្ជាយ៉ាងមែនទេលីអ៊ីននៅស្ងៀមនិយាយអ្វីមិនចាញ់ប្រាប់ពីអារម្មណ៍ពេលនេះមិនត្រូវទេថានាងកំពុងរំភើបចិត្តជាមួយពាក្យសារភាពស្នេហ៍ឬកំពុងខឹងដែលត្រូវគេបញ្ជាឲ្យនាងស្រឡាញ់គេវិញខេនដកដង្ហើមធំមុននឹងខាត់ចូលទៅលើក្រែងស្ដើងមកអង្គុយលើផ្លូវហើយអោបនាងណែននាងមិនបាច់តន់ទទួលខុសត្រូវពេលនេះក៏បានព្រោះយើងនៅមានរឿងផ្សេងទៀតត្រូវស្វែងយល់ចិត្តគ្នាទៀតរឿងស្រីរបស់លោកមែនទេលីអ៊ីនសួរបន្តស្ដាប់ណាលីអ៊ីនភ័យតាមិនមែនជាស្រីរបស់ខ្ញុំទេមនុស្សស្រីគ្រប់គ្នាដែលឆ្លងកាត់ចូលមកវាជាសម្ព័ន្ធភាពផ្លូវកាយតែប៉ុណ្ណោះគ្មានអ្វីច្រើនជាងលេងសើចនឹងការបញ្ចេញអារម្មណ៍តណ្ហាទេបើនាងចង់ដឹងអ្វីសួរខ្ញុំពេលនេះមកខ្ញុំរីករាយនឹងឆ្លើយគ្រប់យ៉ាងខៀនអធិប្បាយត្រង់ទៅត្រង់មកលោកចង់ដឹងទេថានាងនិយាយអ្វីខ្លះជាមួយខ្ញុំពេលគេបើកឱកាសឲ្យលីអ៊ីនក៏សម្រេចចាត់សួរតែនាងមិនបានចាំស្ដាប់ចម្លើយពីគេទេព្រោះនាងនិយាយឲ្យគេស្ដាប់ភ្លាមបន្ទាប់ពីនោះនិយាយគ្រប់យ៉ាងដោយមិនលាក់បាំងដោយហេតុផលតែម្យ៉ាងគាត់ចង់ដឹងថាគេជ្រើសរើសអ្នកណាដោយដែលភ័យតាត្រូវការពិសោធន៍រវាងខ្ញុំនិងមនុស្សស្រីម្នាក់នោះតើលោកជ្រើសរើសអ្នកណារឿងអន្លង់ស្នេហ៍វវៃវគ្គ5ភាគទី29ក៏សូមបញ្ចប់សម្រងចាំស្ដាប់ភាគទី30ដែលជាភាគបន្ត